តែអ្នកឧស្សាហ៍អស់កម្លាំងឈឺអញ្ចាញធ្មេញឬផ្ដាសាយញឹកញាប់មែនទេអាការៈទាំងនេះប្រហែលជារាងកាយរបស់អ្នកកំពុងតែខ្វះវីតាមីន C ហើយមូលហេតុដែលធ្វើឲ្យខ្វះវីតាមីន C គឺដោយសារតែអ្នកមិនសូវញ៉ាំបន្លែនិងផ្លែឈើស្រស់វីតាមីន C មានច្រើននៅក្នុងផ្លែក្រូចឆ្មាត្របែក strawberry និងបន្លែបៃតងប្រសិនបើអ្នកមិនទទួលទានបន្លែនិងផ្លែឈើទាំងនោះគ្រប់គ្រាន់ទេរាងកាយរបស់អ្នកអាចនឹងខ្វះវីតាមីន C ចំណុចទី2គឺដោយសារតែការចម្អិនអាហារយូរពេកវីតាមីន C ងាយបាត់បង់ដោយសារកម្ដៅការចម្អិនបន្លែយូរពេកអាចធ្វើឲ្យបរិមាណវីតាមីន C ថយចុះទី3គឺដោយសារតែការជក់បារីផ្សែងបារីបង្កើនជាសារធាតុអុកស៊ីតកម្មនៅក្នុងរាងកាយដែលធ្វើឲ្យតម្រូវការវីតាមីន C កើនឡើងចំណុចទី4គឺដោយសារតែការ stress រ៉ាំរ៉ៃនៅពេលដែល stress រាងកាយរបស់យើងនឹងប្រើប្រាស់សារធាតុចិញ្ចឹមច្រើនជាងធម្មតារួមទាំងវីតាមីន C ផងដែរនិងចំណុចចុងក្រោយគឺដោយសារតែបញ្ហាប្រព័ន្ធរំលាយអាហារមិនល្អបញ្ហាដែលកើតមាននៅក្នុងក្រពះនិងពោះវៀនអាចប៉ះពាល់ដល់ការស្រូបយកវីតាមីន C ចូលទៅក្នុងរាងកាយហើយនេះគឺជាសញ្ញានៃការខ្វះវីតាមីន C ដែលមានដូចជាអស់កម្លាំងញឹកញាប់ឧស្សាហ៍ផ្ដាសាយអញ្ចាញធ្មេញហើមឬមានការហូរឈាមស្បែកស្ងួតនិងរបួសក្រជាសះស្បើយចំពោះដំណោះស្រាយវិញគឺយើងគួរតែបង្កើនការញ៉ាំបន្លែនិងផ្លែឈើស្រស់ឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃហើយបើសិនបើនៅតែមានអាការៈដូចរៀបរាប់ខាងលើអស់លោកគួរតែពិចារណាទទួលទានអាហារបំប៉នដែលមានជាតិវីតាមីន C ជាចាំបាច់វីតាមីន C ដែលល្អឥតខ្ចោះឬក៏ហៅថា Bio C បាទអ្វីទៅដែលធ្វើឲ្យ Bio C ឬក៏វីតាមីន C ខុសពីផលិតផលវីតាមីន C ផ្សេងទៀតរូបមន្ត Bio C មានផ្ទុកវីតាមីន C 3ប្រភេទដែលងាយនឹងរលាយនៅក្នុងទឹកវីតាមីន C រលាយនៅក្នុងទឹកអាស៊ីតអាស្កូបិកសារធាតុរ៉ែអាស្កូបេតកាល់ស្យូមអាស្កូបេតដែលមានជាតិអាស៊ីតតិចជាងគេនិងសារធាតុចម្រាញ់ចេញពីផ្លែ Cherry Acerola ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់ Chivaronosid ត្រូវបានរួមបញ្ចូលដើម្បីបង្កើតការស្រូបយកវីតាមីន C បន្ថែមទៀតតើខ្ញុំគួររក្សា Bio C យ៉ាងដូចម្តេចបាទវីតាមីន C មានភាពរសើបយ៉ាងខ្លាំងចំពោះខ្យល់ទឹកនិងការប្រែប្រួលសីតុណ្ហភាពដើម្បីរក្សាប្រសិទ្ធភាពរបស់វីតាមីន C វាគួរតែរក្សាក្នុងកន្លែងត្រជាក់ស្ងួតនិងទុកឲ្យឆ្ងាយពីកុមារប្រសិនបើខ្ញុំលេប Bio C ឬក៏វីតាមីន C ចម្រុះតើខ្ញុំនឹងទទួលបានវីតាមីន C ច្រើនពេកដែរឬទេដោយសារតែទម្រង់វីតាមីន C ភាគច្រើនរលាយនៅក្នុងទឹករាងកាយមិនរក្សាទុកវីតាមីន C ច្រើនទេហើយវាត្រូវបានបំពេញបន្ថែមជារៀងរាល់ថ្ងៃ Bio C មានផ្ទុកទាំងទម្រង់វីតាមីន C ដែលរលាយនៅក្នុងទឹកនិងរលាយនៅក្នុងខ្លាញ់ដូច្នេះរាងកាយរបស់អ្នកអាចកម្ចាត់នៅបរិមាណវីតាមីន C ដែលរលាយនៅក្នុងទឹកលើសបានយ៉ាងងាយស្រួលទោះបីជាយ៉ាងណាក៏ដោយវាជារឿងសំខាន់ដែលត្រូវដឹងអំពីការទទួលទានវីតាមីន C របស់អ្នកដើម្បីឲ្យអ្នកបានបំពេញទៅតាមបរិមាណដែលអ្នកណែនាំប្រចាំថ្ងៃបរិមាណវីតាមីន C ដែល FDA បានណែនាំជារៀងរាល់ថ្ងៃគឺ90មីលីក្រាម FDA មិនទទួលស្គាល់ដែនកំណត់ខាងលើសម្រាប់ការទទួលទានវីតាមីន C ទេតើ Bio C ជួយគាំទ្រប្រព័ន្ធសរសៃឈាមបេះដូងយ៉ាងដូចម្តេចវីតាមីន C ឬក៏សារធាតុ Bio C មានសារធាតុសកម្មនៅក្នុងវីតាមីន C ដើរតួនាទីយ៉ាងសកម្មប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពលវីតាមីន C គាំទ្រដល់ការផលិត collagen ដោយហេតុនេះផ្ដល់ការគាំទ្រដល់សរសៃឈាមបេះដូងតើ G-flavonosid ជាអ្វី G-vanofluid គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម G-vanovoid ប្រក្រូចឆ្មាមួយមានម៉ូលេគុលដូចជា quercetin, heparin និង naringin នៅពេលដែលពួកគេត្រូវបានរក្សាច្រើនឃើញជីវហានៅអាស៊ីតកម្មរបស់ក្រូចឆ្មាត្រូវបានគេគិតថាវាជាផ្នែកមួយសំខាន់នៃរបបអាហាររបស់យើងហើយត្រូវបានគេហៅថាវីតាមីន P ទោះជាយ៉ាងណាក៏ដោយក្រោយមកមានត្រូវបានគេរកឃើញវាមិនមែនជាវីតាមីនទេប៉ុន្តែពួកវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលអាចគាំទ្រដល់សរសៃឈាមនិងអាចជួយជំរុញដល់ចរន្តឈាមយើងផងដែរសរុបរួមមកវីតាមីន C ជួយទ្រទ្រង់សាច់ដុំសរសៃឈាមនិងច្រើនមានសុខភាពល្អរាងកាយមិនផលិតវីតាមីន C ដោយធម្មជាតិទេដូច្នេះបងប្អូនទាំងអស់គ្នាត្រូវការចាំបាច់ជាមួយនឹង Bio C ពីព្រោះថា Bio C មានវីតាមីនត្រូវបានទទួលបានតាមរយៈរបបអាហារឬក៏អាហាររូបត្ថម្ភផ្សេងៗជាច្រើន
តើខណៈពេលដែលផ្លែឈើនិងបន្លែហាក់ដូចជាមានប្រភពវីតាមីន C ដ៏ល្អបំផុតវាមានតែបរិមាណនិងត្រឹមត្រូវដែរឬទេ BioC គឺមានភាពស្មុគស្មាញជាងវីតាមីន C ដ៏មានឥទ្ធិពលដែលរួមបញ្ចូលគ្នារវាងសារធាតុអុកស៊ីតកម្មដែលប្រមូលផ្ដុំជាមួយនឹងជីវ៉ាណូអ៊ីតក្រូឆ្មាដែលជួយជំរុញដល់ការស្រូបវីតាមីន C យ៉ាងមានប្រសិទ្ធភាពខ្ពស់ BioC មានផ្ទុកវីតាមីន C ជាច្រើនទម្រង់បាទដូចជាអាស៊ីតអាស្កូបិក calcium ascorbate និង acellora ទម្រង់វីតាមីន C ទាំង3បញ្ចូលគ្នាដើម្បីបង្កើតជាប្រភពវីតាមីន C ដ៏មានប្រសិទ្ធភាពខ្ពស់វីតាមីន C ដ៏មានប្រសិទ្ធភាពខ្ពស់នេះគាំទ្រដល់មុខងាររាងកាយរួមមានបេះដូងភ្នែកស្បែកនិងមុខងារភាពស៊ាំរបស់បងប្អូនទាំងអស់គ្នានៅក្នុងរដូវកាលផ្សេងៗដូចជាការបង្កើនប្រព័ន្ធការពាររាងកាយដើម្បីទប់ស្កាត់ពីបញ្ហាផ្ដាសាយធំ virus ឬក៏ជាអាវកងទ័ពនៅអាវក្រោះខាងក្នុងដើម្បីបង្ការកុំឲ្យមានបញ្ហាអាឡែស៊ីច្រមុះឬក៏មានបញ្ហាពាក់ព័ន្ធជាមួយនឹងអ្នកដែលអាសាប្រតិកម្មជាមួយនឹងបន្លែផ្លែឈើត្រីសាច់មុនទាឬក៏ជួយឲ្យប្រព័ន្ធមេតាបូលិកផងយើងមានការបឺតស្រូបជាមួយនឹងវីតាមីន C ដែលរាងកាយយើងត្រូវការអរគុណច្រើនសម្រាប់បងប្អូនដែលជួយធ្វើការ share និងជួយធ្វើការ follow page ម្នាក់មួយជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទអរគុណច្រើនជម្រាបលាបាទ